វីដេអូនេះសូមជូនទៅកាន់បងប្អូនមួយចំនួនឬក៏អ្នកដែលគាត់ទើបតែប្រើ AI សម្រាប់ការប្រើប្រាស់ AI ដំបូងมันជាបញ្ហាអីទេសម្រាប់ការប្រើប្រាស់ AI ក្នុងការជំនួយការងាររបស់យើងឬក៏ឧទាហរណ៍ដូចជាជំនួយដល់ការសិក្សារបស់យើងឬក៏បរិញ្ញបន្ថែមជាមួយចំណេះដឹងរបស់យើងក៏ប៉ុន្តែថាការប្រើប្រាស់ AI របស់យើងសូមមេត្តាប្រើវាឲ្យជាជោគជំនួយការរបស់យើងណាបាទសូមប្រើវាទៅជាជំនួយការរបស់យើងសូមកុំពឹងផ្អែកទៅលើវាឲ្យវាដោះស្រាយបញ្ហាឲ្យយើងអីព្រោះជាទូទៅ AI ហ្នឹងគឺវាគ្រាន់តែជាកន្លែងដែលយើងយកព័ត៌មានមួយចំនួនទេហើយក៏មានព័ត៌មានខ្លះក៏ជាព័ត៌មានដែលយើងមនុស្សយើងជាអ្នកសរសេរដដែលហ្នឹងមានន័យថា AI វាប្រមូលព័ត៌មានតាមរយៈការបញ្ជូនឬក៏តាមការផុសនៅលើបណ្ដាញ social media ឬក៏ប្រភព website ផ្សេងៗដែលគេបង្កើតឡើងមកដើម្បីជាព័ត៌មានឬក៏ជាផ្នែកដែលជួយដល់ការងាររបស់យើងឬក៏ជាគេហទំព័រផ្សេងៗដើម្បីឲ្យយើងដែលជាអ្នកសិក្សានេះឬក៏យើងដែលជាអ្នកចង់ដឹងពីព័ត៌មានឬក៏ចំណេះដឹងផ្សេងៗពាក់ព័ន្ធជាមួយនឹងAI ឬក៏ព័ត៌មានសំខាន់ៗផ្សេងទៀតខ្ញុំឧទាហរណ៍ដូចជាការងារដែលយើងធ្វើទៅលើឧទាហរណ៍បើសិនជាយើងគិតជាទូទៅព័ត៌មានយើងមានដូចជាតើទន្លេរបស់យើងទន្លេមេគង្គរបស់យើងនឹងមានប្រវែងប៉ុណ្ណាបាទតើទន្លេមេគង្គមានប្រវែងប៉ុណ្ណាចាប់ពីហើយហូរកាត់ប្រទេសណាខ្លះជាទូទៅគឺបែបព័ត៌មានដែលស្រួលបែបហ្នឹងគឺជាទូទៅគឺ website គឺមានច្រើនក៏ប៉ុន្តែបើសិនជាយើងអត់បានដឹងខ្លួនឯងថាយើងប្រើប្រាស់ AI ហ្នឹងជាជំនួយឬក៏ប្រើប្រាស់ AI របស់យើងជាការ search ទៅរកផ្នែកសំខាន់ឬក៏ផ្នែកមួយចំនួនទៀតជួនកាលវាអាចឆ្លើយមកយើងថាទន្លេមេគង្គរបស់យើងហូរកាត់ពីប្រទេសមានដូចជាប្រទេសកម្ពុជាឬក៏ប្រទេសវៀតណាមអញ្ចឹងទៅប៉ុន្តែក៏ចង់បញ្ជាក់ជូនថាទន្លេមេគង្គមិនមែនហូរកាត់តែពីប្រទេសហ្នឹងទេហើយចម្ងាយឧទាហរណ៍ថាយើងអត់ច្បាស់ខ្លួនឯងថាទន្លេមេគង្គនោះវាប្រវែងណាណោះបាទមិនបឹងទន្លេសាបទេគឺទន្លេមេគង្គរបស់យើងហ្នឹងគឺវាប្រវែងណាឧទាហរណ៍ថារត់កាត់ប្រទេសកម្ពុជាយើងចម្ងាយឧទាហរណ៍ដូចជាប្រហែល500គីឡូម៉ែត្រឬក៏តិចជាងនេះឬក៏100គីឡូម៉ែត្រឧទាហរណ៍អញ្ចឹងបើសិនជាយើងអត់ច្បាស់ខ្លួនឯងចាំបើយើងយកចម្លើយយកទៅឆ្លើយជាមួយនឹងការប្រឡងឲ្យផ្សេងគឺធ្លាក់បាត់ទៅហើយព្រោះដោយសារអីទន្លេមេគង្គនោះវាហូរតាំងពីទី3មករហូតមកដល់កាត់ប្រទេសចិនកាត់ប្រទេសភូមាកាត់ប្រទេសឡាវប្រទេសថៃរហូតមកដល់ខ្មែរយើងកាត់ប្រទេសវៀតណាមទៀតអញ្ចឹងចម្ងាយវាមិនតិចជាង1000គីឡូម៉ែត្រទេណាវាមិនអាចតិចជាង1000គីឡូម៉ែត្រទេវាបើប្រវែងមែនតើទៅពោះហូរកាត់ប្រទេសកម្ពុជាយើងវាអាចប្រវែង400ទៅ500គីឡូម៉ែត្របាត់ហើយអញ្ចឹងមានន័យថាទម្រាំតែហូរកាត់ប្រទេសឡាវទម្រាំតែហូរកាត់ប្រទេសវៀតណាមទៀតវាឆ្ងាយមែនតើអញ្ចឹងកាលណាដែលយើងប្រើប្រាស់ AI គឺយើងយកព័ត៌មានជាមួយនឹងការស្មានឧទាហរណ៍ AI គឺជាប្រភពចម្លើយឬក៏ជាប្រភពនៅក្នុងការសួរសំណួររបស់យើងឧទាហរណ៍ថាយើងសួរសំណួរបែបហ្នឹងអញ្ចឹងវាឆ្លើយមកបើសិនជាយើងអត់ច្បាស់ខ្លួនឯងយើងប្រកាសជាព្រាវហ្នឹងមែនទេបាទប្រកាសជាព្រាវយើងទៅឆ្លើយផ្ទះផ្ដាស់អញ្ចឹង AI នេះគឺវាជួយយើងពិតមែនប៉ុន្តែគ្រាន់តែថាគេបំលែងពីការ search ព័ត៌មានធម្មតាមកការ search ជាមួយនឹងការប្រើប្រាស់ keyword វិញឧទាហរណ៍ website មួយចំនួនយើងជាទូទៅគឺ process របស់ AI មានថាប្រសិនបើយើងយកវាជាម៉ាស៊ីន research គេហៅថាម៉ាស៊ីន search គេហៅថា search engine ចឹងមានថាការ search នេះគឺវានឹងរើសយកព័ត៌មានហាក់ប្រហែលឬក៏ព័ត៌មានជាច្រើនដែលស្តីៗគ្នាហ្នឹងយកវាមកដើម្បីធ្វើអីដើម្បីយកវិភាគពិចារណាឬក៏យកវាមកដើម្បីឲ្យដឹងថាព័ត៌មានមួយចំនួនឬក៏ព័ត៌មានខ្លះគឺយើងត្រូវការ search ឬក៏យើងត្រូវការហ្នឹងគឺវានឹងយកព័ត៌មានប៉ាន់ស្មានមួយចំនួនយកមកពលាជូនយើងហើយបើសិនជាយើងអត់បានសួរបន្តទៀតទេអត់បានសួរដេញដោលជាមួយ AI ទេយើងសម្រេចយកតែព័ត៌មានប៉ុណ្ណឹងហើយយកមកឆ្លើយចំនួនផ្សេងឬក៏យកមកធ្វើជា reference គឺជាឯកសារយោងរបស់យើងមានថាវាអត់សុក្រិតទេមានថាតើតែយើងជាអ្នកsearch នេះតើយើងជាអ្នកឆ្លើយនេះដឹងថាចម្លើយហ្នឹងគឺចម្លើយមួយណាត្រឹមត្រូវបើយើងពឹងផ្អែកទៅលើ AI ទាំងអស់មែន AI គឺវាអាចរកព័ត៌មានរបស់យើងបានច្រើនទេបើគាត់ថាវាជាព័ត៌មានប៉ាន់ស្មានវាជាព័ត៌មានដែលយើងប្រហាក់ប្រហែលប៉ុន្តែយើងអាចយកវាមកជា reference ទាំងអស់ទេវាអាចអូខេវាអាចត្រូវច្រើនដោយសារតែវាមានប្រភពច្រើនពី website ផ្សេងអញ្ចឹងដើម្បីឲ្យយើងអាច search ទៅនៅក្នុងការរកព័ត៌មានពី AI ហ្នឹងបានច្បាស់ត្រឹមត្រូវទី1គឺយើងត្រូវទៅ search ហើយសូមបញ្ជាក់អំពីឯកសារយោងអានេះជាកម្រិតទី1ក្នុងការប្រាប់
គេប្រកាសជា list down មកមានថាជាគេពង្រាយជាបន្ទាត់មកឲ្យយើងហ្នឹងប្រាប់ថា website នេះគឺបានរកឯកសារចេញពី website មួយនេះអញ្ចឹង website មួយនេះគឺបានចុះផ្សាយនៅថ្ងៃណាប្រភពមកពីណា website ប្រភេទអីឧទាហរណ៍ថា Wikipedia ឬក៏ website មួយចំនួនទៀតពាក់ព័ន្ធជាមួយនឹង biology ដែលសិក្សាទៅលើភូមិសាស្ត្រគេហៅថាលើភូមិសាស្ត្រភូមិគប់សាស្ត្រភូមិសាស្ត្រហ្នឹងឯងចាំថាមិនភូមិមិនភូមិសាស្ត្រនយោបាយទេគឺគេហៅថាភូមិសាស្ត្រភូគប់សាស្ត្រហ្នឹងឯងគឺគេសិក្សាទៅលើផ្នែកហ្នឹងអាហ្នឹងខ្ញុំមិនច្បាស់ទេប្រហែលជាអាចនិយាយខុសណាបាទអញ្ចឹងមានថាតើតើយើងជាអ្នកជាទូជាការសង្កត់ធ្ងន់របស់ខ្ញុំគឺចង់ឲ្យយើងជាអ្នកប្រើប្រាស់ AI នេះគឺត្រូវតែស្វែងយល់ឲ្យខ្លួនឯងថាតើព័ត៌មាននេះគឺពិតឬអត់បាទព័ត៌មាននេះគឺពិតឬអត់ហើយតើ website ធំៗហ្នឹងគឺជា website ដែលមានភាពលំអៀងឬទេបាទជាព័ត៌មានដែលទូទៅធម្មតាឬក៏ជាព័ត៌មានសម្រាប់ផ្សាយជា hot news ឬក៏ជាព័ត៌មានដែលផ្សាយបែបត្រូវកាន់អញ្ចឹងពេលណាដែលយើង search នៅក្នុង AI ឲ្យវាជួយយើងមានន័យថាយើងត្រូវការរកឯកសារយោងដើម្បីបញ្ជាក់ថាព័ត៌មានហ្នឹងពិតឬទេទីតាំងនៅពេលណាកើតហេតុនៅពេលណាឧទាហរណ៍ដូចជាស៊ូណាមីនៅក្នុងប្រទេសជប៉ុនបាទព័ត៌មានហ្នឹងគឺអត់មាននរណាកុហកទេពួកយើងមើលឃើញទាំងអស់គ្នានៅឆ្នាំ2011ណាបាទអញ្ចឹងមានថាវាជាហេតុការណ៍ពិតប្រាកដអញ្ចឹងព័ត៌មានខ្លះគឺជាព័ត៌មានពិតប្រាកដហើយជាហេតុការណ៍ពិតជាក់ស្ដែងអញ្ចឹងមួយចំនួនហ្នឹងគឺវាដូចតែគ្នាទេឧទាហរណ៍ថាដោយព័ត៌មានមួយចំនួនដូចជាព័ត៌មានដូចជាសង្គ្រាមលោកលើកទី2សង្គ្រាមលោកលើកទី1ទាំងអស់ហ្នឹងប្រហែលជា100ឆ្នាំទៅទៀតគឺដូចជារឿងនិទានអញ្ចឹងវាជាហេតុការណ៍ពិតប្រាកដជាហេតុការណ៍ពិតកើតឡើងពិតប្រាកដហើយជាហេតុការណ៍ដែលកើតឡើងទូទៅមានថាមិនកើតឡើងទូទៅគឺជាហេតុការណ៍ដែលកើតពិតប្រាកដមែននៅឆ្នាំ1914ដល់ឆ្នាំ1918នេះគឺសង្គ្រាមលោកទី1ប៉ុន្តែបើសិនជាយើងនិយាយទូទៅធម្មតាដូចជាយើងកើតពីចំនួន80ចំនួន90ដោយចំនួនខ្ញុំនេះគឺចំនួន9ស្ដើងនេះមានន័យថាវាដូចជារឿងនិទានអញ្ចឹងតោះណាមានថាសម្រាប់ខ្ញុំគឺខ្ញុំគិតថាដូចជារឿងនិទានដែលចាស់ៗគាត់និយាយតគ្នាឧទាហរណ៍រឿងសង្គ្រាមលោកទី2អូខេវាមានឯកសារឲ្យយើងមើលវាមានប្រភពឯកសារវាមានទឹកតាងមែនតែនវាមានកន្លែងកើតហេតុវាមានការចូលរួមអំពីភាគីសង្គ្រាមនីមួយៗវាមានការប្រើប្រាស់ដើមហេតុនៅក្នុងការកកើតសង្គ្រាមហ្នឹងសង្គ្រាមលោកទី2កើតឡើងនៅឆ្នាំណា1934ដល់45បាទមានការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរជាដើមអានោះវាដូចជាឯកសារដែលយើងមើលឃើញយើងដឹងថាវាជាហេតុការណ៍ពិតប្រាកដប៉ុណ្ណេះប៉ុន្តែគាត់ថាបើយើងគិតទៅយើងទីអ្នកកើតចំនួនក្រោយនេះដូចជារឿងនិទានដែលចាស់ៗគាត់និយាយប្រាប់យើងអញ្ចឹងទោះបីជាវាឯកសារមិនពិតមែនហើយពិតមែនគឺយូរទៅវាដូចជារឿងនិទានអញ្ចឹងគឺខ្ញុំនិយាយបែបនេះគឺមិនមែនថាហេតុការណ៍អត់នឹងវាអត់មានទេគឺហេតុហ្នឹងគឺវាមានពិតមែនហើយក៏ជាផុសតាងប្រវត្តិសាស្ត្រមួយដែលអាចឲ្យយើងបានដឹងបានស្គាល់ឲ្យយើងសិក្សាស្រាវជ្រាវបន្តទៀតដើម្បីកុំឲ្យយើងជៀសវាងឲ្យបានជាមួយនឹងការកើតនៅសង្គ្រាមអស់ហ្នឹងព្រោះថាសង្គ្រាមអស់ហ្នឹងវាខូខើមែនទែនវាសម្លាប់មនុស្សច្រើនវាធ្វើឲ្យពិភពលោកយើងកើតចលាចលកើតបន្ទាប់ពីសង្គ្រាមឡើងគឺកើតគ្រោះទុរភិក្សបាទមានជនពិការសំណល់ពីសង្គ្រាមដូចជាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះហេដ្ឋារចនាសម្ព័ន្ធក្មេងកំព្រាស្ត្រីមេម៉ាយបកកជនពិការធ្វើឲ្យខូចខាតសេដ្ឋកិច្ចប្រទេសណាដែលរងគ្រោះធ្វើបើប្រទេសណាខ្សោយកាន់តែខ្សោយគឺនឹងរលាយបាត់តែម្ដងជឿថាការបង្កសង្គ្រាមលោកលឿននេះគឺវាធ្វើឲ្យខូចខាតជាច្រើនអានេះគ្រាន់តែការបញ្ជាក់អំពីព័ត៌មានឬក៏ទិន្នន័យដែលមានដែល AI ជួយយើងនៅក្នុងការស្វែងរកឧទាហរណ៍ដូចជាព័ត៌មានអំពីអ៊ីនធឺណិតផ្សេងឧទាហរណ៍ថាជាព័ត៌មានបច្ចេកវិទ្យាផ្សេងហ្នឹងវាជាព័ត៌មានថ្មីហើយក៏ជាផ្នែកមួយដែលយើងត្រូវការស្វែងយល់អញ្ចឹងយើងត្រូវការរកពិភពសំទុះគឺរកប្រភពឯកសារផ្នែកសំខាន់ដែលយើងត្រូវការប្រើប្រាស់មួយចំនួនដូចជាទូទៅគឺខ្ញុំនៅតែណែនាំឬក៏សម្រាប់ខ្ញុំផ្ទាល់ហ្នឹងគឺខ្ញុំនៅតែអានសៀវភៅទេមានថាការអានសៀវភៅគឺជាឯកសារពិតមែនមើលប្រវត្តិសាស្ត្រឬក៏មើលជាមួយនឹងផ្នែកសំខាន់ផ្សេងព្រោះសៀវភៅគឺចងក្រងមកឲ្យយើងដឹងហើយបើសិនជាការប្រើប្រាស់ជាមួយនឹង AI នេះវាជួយយើងក្នុងការអូខេវាអាចជួយយើងក្នុងការស្វែងរកព័ត៌មានបានលឿនស្វែងរកជាមួយនឹងឯកសារប្រភពឯកសារបានលឿនពិតមែនប៉ុន្តែយើងអាចឆ្លៀតពេលទៅមើលសៀវភៅរបស់យើងចាស់ៗមួយចំនួនពាក់ព័ន្ធជាមួយនឹងគឺវាអាចពេលដែលអានគឺយើងអាចប្រព័ន្ធគំនិតយើងអាចដឹងរឿងជាច្រើនពួកនៅក្នុង website ពេលច្រើនគេអាចទៅសេជាកាត់អត់មានច្រើនទេហើយក៏ប្រភពមួយចំនួនក៏មិនអាចទុកចិត្តបានដែរគឺប្រភពដែលស្មានតគ្នាឬក៏ link តាមគ្នាទៅមកចឹងបើអ្នកមានចំណេះដឹងទៅលើបច្ចេកវិទ្យាឬក៏មានចំណេះដឹងទៅលើផ្នែកអស់ហ្នឹងគឺគាត់ប្រកាសជាយល់ហើយខ្ញុំនិយាយបែបនេះគឺសូមឲ្យយើងកាត់បន្ថយជាមួយនឹងការប្រើប្រាស់ AI យើងត្រូវការប្រើ AI ក្នុងលក្ខខណ្ឌមួយនៅក្នុងការបង្កើតនៅគំនិតថ្មីឧទាហរណ៍ថាយើងអត់ដឹងពីរបៀបនៅក្នុងការសរសេរ CV យើងអត់ដឹងពីរបៀបនៅក្នុងការសរសេរអំពីព័ត៌មានមួយចំនួនខ្ញុំនិយាយថាយើងត្រូវការឲ្យ AI បំផុសគំនិតរបស់យើងឲ្យយើង
ងាយដឹងថាអូខ្ញុំអត់ដែលទៅសេ CV ទេខ្ញុំអត់ដែលទៅសេ resume ឬក៏ប្រវត្តិរូបសង្ខេបទេពីមុនមកយើងគ្រាន់តែទៅសេបែបថាខ្ញុំបានឈ្មោះកខកងភេទប្រុសអាយុប្រហែលឆ្នាំធ្លាប់រៀននៅសាលាណាថ្ងៃខែឆ្នាំកំណើតប្រហែលទីកន្លែងកំណើតនៅកន្លែងណាខ្លះអាហ្នឹងគឺជាព័ត៌មានដែលយើងប្រើប្រាស់ទូទៅ